ឃាតករជាអតីតប្តីបានចងកសម្រាប់ខ្លួនឯងនៅស្រុកកំណើតក្រោយវាយសម្លាប់ប្រពន្ធតាមសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថានៅទីបំផុតឃាតករដែលជាអតីតជាប្តីដែលសម្លាប់ស្ត្រីជាប្រពន្ធចោលក្នុងដីឡូបានចងកសម្រាប់ខ្លួនឯងនៅឯស្រុកកំណើតស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យសូមរំលឹកថាឃាតករដែលវាយសម្លាប់ស្ត្រីរងគ្រោះហើយដឹកយកទៅទម្លាក់ចោលនៅក្នុងដីឡូមួយកន្លែងនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវគឺជាអតីតប្តីរបស់ស្ត្រីរងគ្រោះរូបនោះនេះបើតាមការឲ្យដឹងពីសមត្ថកិច្ចបន្ទាប់ពីនារីរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឃាតករដៃដល់ដែលវាយសម្លាប់អតីតប្រពន្ធឈ្មោះប៊ុនសេងហាប់ភេទប្រុសបានរត់គេចខ្លួនហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនចំណែកស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះអ៊ុនស្រីលក្ខអាយុ25ឆ្នាំមុខរបរបុគ្គលិកភោជនាហារជាអាណន់កែដេនមានទីលំនៅផ្ទះលេខ589ផ្លូវលំភូមិព្រែកតាគង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញតាមស្ត្រីឈ្មោះផៃធឿនអាយុ51ឆ្នាំជាម្ដាយបង្កើតជនរងគ្រោះបានឲ្យដឹងថាកាលពីអំឡុងឆ្នាំ2022កូនស្រីបានសែនព្រេនជាមួយបុរសជាប្តីឈ្មោះប៊ុនសេងហាប់ឃាតករហើយរស់នៅជាមួយគ្នារហូតមានកូនស្រីចំនួន1នាក់នៅអំឡុងឆ្នាំ2024កូនស្រីបានបែកបាក់គ្នាដោយសាររស់នៅមិនចុះសម្រុងហើយប្តីបានចាក់ចេញពីផ្ទះទៅធ្វើជាអ្នកបើកបរតាមស្ត្រីជាម្ដាយបានឲ្យសមត្ថកិច្ចដឹងទៀតថាកាលពី4ថ្ងៃមុនជនសង្ស័យបានមករកកូនស្រីរបស់គាត់ដែលជាជនរងគ្រោះលុះនៅវេលារសៀលថ្ងៃទី9ខែមីនាឆ្នាំ2025កូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដោយសពដងហើយនៅព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ពុំឃើញត្រឡប់ក៏ទូរស័ព្ទមិនចូលលុះក្រោយមកទើបដឹងថាកូនស្រីស្លាប់តាមស្ត្រីឈ្មោះធូនធុកជាមេការភោជនាហារដែលធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី8និងខែមីនាឆ្នាំ2025ជនរងគ្រោះបានកក់កញ្ចោះឲ្យប្តីមកផឹកស៊ី2ថ្ងៃជាប់គ្នាហើយពេលកំពុងផឹកស៊ីក៏មានការទាស់សម្ដីគ្នាជាបន្តបន្ទាប់តាមស្ត្រីជាមេការបានឲ្យដឹងទៀតថានៅល្ងាចថ្ងៃទី9ខែមីនាឆ្នាំ2025ជនរងគ្រោះបានកក់កញ្ចោះឲ្យប្តីមកផឹកស៊ីម្ដងទៀតពេលកំពុងផឹកស៊ីដល់វេលាម៉ោងប្រមាណ10និង10នាទីយប់ជនរងគ្រោះនិងប្តីបានឈ្លោះប្រកែកគ្នាដោយប្តីជនរងគ្រោះប្រច័ណ្ឌជនរងគ្រោះខណៈនោះបុគ្គលិកហាងនិងរូបនាងក៏បានជួយទៅឃាត់នៅវេលាម៉ោងប្រមាណជា11:30នាទីជនរងគ្រោះបានចេញពីធ្វើការដោយតុកម៉ូតូនៅហាងរួចឡើងជិះម៉ូតូទៅជាមួយប្តីប្រាប់ថាទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆានៅពេលនោះគឺនាងប្រាប់ថាកុំឆ្លោះគ្នាទៀតហើយស្រាប់តែបុរសជាប្តីនោះបានប្រាប់ថាយកនាងទៅសម្លាប់ចោលហើយវេលារសៀលថ្ងៃទី10ខែមីនាក៏ទទួលដំណឹងថាជនរងគ្រោះស្លាប់គូបញ្ជាក់ថានៅវេលាម៉ោង7:05នាទីព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ប្រជាពលរដ្ឋដែលធ្វើដំណើរហាត់ប្រាណនៅក្នុងភូមិក៏បានប្រទះឃើញសពស្ត្រីជនរងគ្រោះដេកស្លាប់នៅក្នុងដីឡូទុកចោលមួយកន្លែងតាមផ្លូវអុកញ៉ាឌីប៉ូភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញបន្ទាប់ពីមានការភ្នាក់ងារនគរបាលមូលដ្ឋានបានចុះទៅហូមព័ទ្ធកន្លែងកើតហេតុនិងតាក់ទងទៅមន្ត្រីនគរបាលជំនាញដើម្បីចុះត្រួតពិនិត្យនៅកន្លែងកើតហេតុមានរបងថ្មព័ទ្ធជុំវិញតាមការត្រួតពិនិត្យសាកសពនៅក្នុងហោប៉ៅសម្ពុតមានក្រវិលកំប៉ុងស្រាប៊ីចំនួន5កូនសោម៉ូតូ1កូនសោដែក2លុយខ្មែរចំនួន43,500សាកសពមានស្លាមជាប់ជាប់ភ្នែកទាំងសងខាងស្នាមជាប់នៅលើផ្ទៃមុខទាំងសងខាងតាមការត្រួតពិនិត្យសាកសពលោកអុកញ៉ាវិជ្ជបណ្ឌិតនងសវណ្ណរតគ្រូពេទ្យកសោវិច្ច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថានារីរងគ្រោះបានស្លាប់ដោយគេវាយក្បាលនិងខ្ទប់ដង្ហើមដែលជាករណីឃាតកម្មហើយនៅវេលារសៀលក៏ដឹងដំណឹងដល់ក្រុមគ្រួសារហើយនឹងមានការបំភ្លឺក៏បែកធ្លាយឃាតករគឺជាអតីតប្តីរបស់ជនរងគ្រោះតែម្ដង